សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងថ្មីមួយទៀតចែកជូនប្រិយមិត្តស្ដាប់និងទស្សនាបាទហើយក៏យើងមានជាវីដេអូ highlight បន្តិចបន្តួចដើម្បីអមជាមួយនឹងសាច់រឿងឲ្យកាន់តែមានភាពទាក់ទាញបាទហើយវីដេអូនេះយើងធ្វើមិនបានច្រើនទេដោយសារតែត្រូវចំណាយថវិកាច្រើនដើម្បីផលិតវីដេអូ AI ហើយសង្ឃឹមថាវីដេអូនេះនឹងធ្វើឲ្យអារម្មណ៍លោកអ្នកកាន់តែប្លែកភ្នែកណាជាមួយនឹងការស្ដាប់រឿងអូខេអញ្ចឹងរឿងនេះគឺតាក់ទងនឹងសាច់រឿងពិតបាទជារឿងពិតដែលកើតមាននៅក្នុងភូមិស្រុកខ្ញុំតែម្ដងតែដោយសារតែរឿងនេះយើងយកមកចងក្រងចេញជាសាច់រឿងប្រឌិតប៉ុន្តែពិតនឹងលក្ខណៈប្រឌិតបាទខ្ញុំន័យថាវាកើតពិតរួចទៅហើយបាទអញ្ចឹងរឿងនេះគឺរឿងអ្នកកំដរឡាយទៅជាកូនក្រមុំបងប្អូនចូលស្ដាប់ទាំងអស់គ្នាបាទហើយអត្ថន័យនេះគឺល្អមែនទែនអញ្ចឹងសាច់រឿងនោះគឺចាប់ផ្ដើមចេញពីបរិសម្នាក់បាទគាត់ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនៅឯខេត្តបាត់ដំបងហើយជាអ្នកជំនួញដ៏ធំផងដែរបាទគាត់មករកស៊ីនៅទីក្រុងភ្នំពេញគាត់ឈ្មោះសិតបាទលោកសិតមានទ្រព្យសម្បត្តិស្ដុកស្ដម្ភរាប់មិនអស់ប៉ុន្តែអាយុគាត់40ឆ្នាំជាងហើយបាទលោកនៅមិនទាន់បានជួបនឹងគូស្រករដែលស័ក្តិសមនឹងលោកឡើយបាទពីទៅគាត់អាយុគួរសមដែរតែចំណាស់នេះមិនចាស់ប្រហែលទេបាទសម្រាប់យើងថារៀងកំឡោះចាស់តិចដែរហើយធុញទ្រាំនឹងភាពអ៊ូអរនៃទីក្រុងលោកសិតក៏បានធ្វើដំណើរមកកាន់ខេត្តដើម្បីស្វែងរកកូនស្រីអ្នកទូធាម្នាក់បាទនៅឯខេត្តដែលស្គាល់គ្នាតាមរយៈបងប្អូនណាស្ត្រីនោះឈ្មោះកញ្ញាវីណាបាទវីណាមានឪពុកម្ដាយនាងមានសម្បត្តិធូរធារបាទមានទ្រព្យសម្បត្តិធូរធារជាអ្នកមានមុខមាត់នៅក្នុងខេត្តហើយលោកសិតក៏បានយល់ព្រមតាមការណាត់ជួបរបស់ចាស់បាទចាស់ទុំគាត់ណាត់ឲ្យជួបគ្នាចឹងទៅដោយសារតែឃើញកូនរបស់លោកដែលពួកម៉ាក់គាត់ចឹងណានៅខេត្តហ្នឹងគឺធូរធារដែរចឹងទៅហើយសិតហ្នឹងក៏គាត់នៅលាវព្រៅយូរដែរក៏ណាត់ឲ្យជួបគ្នាបាទចឹងនាងរីណាជាស្ត្រីស្អាតមានរូបសម្បត្តិស្រស់សុភាដោយទេពអប្សរចុះពីឋានសួគ៌បាទប៉ុន្តែត្រូវបានម្ដាយថ្នាក់ថ្នមហួសហេតុពេករហូតធ្វើឲ្យចរិតរបស់នាងមានភាពម៉ើងឆ្មៃវិន័យមិនចេះគោរពអ្នកដទៃជាពិសេសចំពោះបរិសដែលជាគូដណ្ដឹងរបស់នាងតែម្ដងបាទចឹងមានន័យថានាងមិនសូវជាគោរពប្រមាណទេចរិតគាត់រៀងឆ្មើងឆ្មៃបន្តិចធម្មតាទេកូនកាលណាទៅរើសហើយយើងពិបាកអប់រំតិចនៅពេលដែលលោកសិតមកដល់ផ្ទះរីណាបានត្រឹមតែអង្គុយត្រង់ខ្លួនមិនព្រមញញឹមឬស្វាគមន៍ដោយវាចាពីរោះនោះទេគឺនាងគ្រាន់តែសម្លឹងទៅបរោះជាគូដណ្ដឹងដោយកៅភ្នែកក្រអឺតក្រទមប៉ុណ្ណោះលោកសិតជាមនុស្សមានគំនិតជ្រៅជ្រះបានចាប់អារម្មណ៍នឹងចរិតរបស់នាងភ្លាមប៉ុន្តែហើយលោកយល់ថានាងប្រហែលជាអៀនខ្មាស់ខ្លាំងពេកទើបជាយាមមិនគិតច្រើនហើយរៀបចំកម្មវិធីមង្គលការបន្តទៅមុខបាទតាមចាស់ទុំគាត់រៀបចំអញ្ចឹងណាអូខេអញ្ចឹងយើងទៅមើលសាច់រឿងបន្តបាទថ្ងៃមង្គលការត្រូវបានកំណត់ហើយលោកសិតក៏បានត្រឡប់ទៅភ្នំពេញវិញដើម្បីរៀបចំកម្មវិធីតាមប្រពៃណីមួយសប្តាហ៍មុនថ្ងៃរៀបការបាទលោកសិតបានចុះមកខេត្តម្ដងទៀតដើម្បីត្រៀមខ្លួននៅពេលលោកបានជួបនឹងនារីម្នាក់ឈ្មោះកញ្ញាលក្ខណាបាទលក្ខណាហ្នឹងជាអ្នកកំដរផ្ទាល់ខ្លួនរបស់នាងរីណាបាទនាងលក្ខណាជាក្មេងស្រីកំដរតែងខ្លួនធម្មតាស្លៀកពាក់ខោអាវសាមញ្ញនិងសំពត់បត់បាទលក្ខណៈប្រពៃណីប៉ុន្តែនាងមានស្នាមញញឹមស្រស់ថ្លានិងសម្ដីទន់ភ្លន់គួរឲ្យគោរពលក្ខណៈខុសពីកញ្ញាវីណាបាទតែគាត់ជាក្មេងក្រហើយគាត់មានចរិតសុភាពរំទុំទៅពេលដែលលោកកាត់ដាកាត់រោងការកំពុងរៀបចំនាងលក្ខណាបានងើបពីការងារអោនបាទគោរពយ៉ាងស្រស់ស្អាតបាទហើយនិយាយថាជំរាបសួរបងអញ្ជើញខាងក្នុងមកលោកគ្រូលោកសិតភ្ញាក់ផ្អើលយ៉ាងខ្លាំងកម្រមានអ្នកណាហៅគាត់ឲ្យពាក្យគួរសមបែបនេះណាហើយការគោរពរបស់នាងលក្ខណាគឺចេញពីចិត្តមិនមែនជាការបង្ខំឡើយលោកញញឹមតបទៅវិញហើយសួរពីការងាររៀបចំកម្មវិធីការនាងលក្ខណាបាទឆ្លើយដោយសុភាពរាបសារពីការខិតខំប្រឹងប្រែងរៀបចំផ្ទះនិងរោងការសម្រាប់មង្គលការរបស់នាងវីណានិងលោកសិតរាល់សម្ដីរបស់នាងលក្ខណាមានភាពទន់ភ្លន់ឆ្លាតវៃនិងបង្ហាញពីទឹកចិត្តស្មោះត្រង់លោកសិតបានចាប់អារម្មណ៍ខ្លាំងនឹងនាងលក្ខណាព្រោះនាងមានអ្វីដែលនាងវីណាមិនមានបាទតែគ្រាន់តែលោកហេងបាទផ្នែកខាងក្រៅរបស់នាងល្អប៉ុន្តែ
តែទោះបីយ៉ាងណាក៏គាត់ចូលរោងការហើយកូនក្រមុំរបស់គាត់គឺនាងរីណាទេបាទគាត់ណាមានអារម្មណ៍ថាគាត់ចិត្តគាត់ថាប្រពន្ធគាត់អាចនឹងដូចនាងរីណាបាទជាដូចលក្ខណៈដែរទេបាទទីបំផុតថ្ងៃមង្គលការក៏បានមកដល់ពិធីការត្រូវបានរៀបចំយ៉ាងឱឡារិកបងប្អូនអមដោយភ្ញៀវកិត្តិយសរាប់រយនាក់តាមទំនៀមទម្លាប់ខ្មែរបុរាណក្នុងវិធីកាត់សក់មានវិធីមួយចំនួនសំខាន់បំផុតគឺវិធីលាងជើងប្តីនឹងឯងពិធីនេះបង្ហាញពីការគោរពស្រឡាញ់ការលះបង់និងការសច្ចាថានឹងបម្រើប្តីដោយចិត្តបរិសុទ្ធមុនពេលពិធីចាប់ផ្ដើមលោកសិទ្ធបានអង្គុយត្រង់ហើយនាងរីណាត្រៀមមកលាងជើងជូនប្តីរបស់ខ្លួនចាស់ទុំក៏បានណែនាំពីរបៀបបែបបទធ្វើអញ្ចឹងណានិងអ្នកមេបានោះក៏រៀបរាប់អំពីអត្ថន័យនៃពិធីនឹងយ៉ាងវែងអន្លាយឆ្ងាយដូចថោដែរប៉ុន្តែនៅពេលដែលមេបាប្រាប់ថាសូមកូនក្រមុំបញ្ជើញមកលាងជើងកូនកំឡោះបាទនាងរីណាក៏បានបង្ហាញទឹកមុខជ្រួចមិនពេញចិត្តភ្លាមបាទនាងក៏បានធ្វើកាយវិការយ៉ាងក្អើតអមហើយខ្សឹបទៅដាក់នាងលក្ខណៈដែលជាអ្នកកំដរពីក្រោយថាណាខ្ញុំឈឺចង្កេះណាហើយទៅលាងជំនួសខ្ញុំមកការងារទាំងអស់នេះវាមិនសមនឹងឋានៈខ្ញុំជាអ្នកមានទេបាទនាងលក្ខណៈមានការផិតភ័យយ៉ាងខ្លាំងនាងសម្លឹងមើលមុខសិតហើយឃើញទឹកមុខលោកឡើងក្រហមដោយការខឹងសម្បានាងរីណាបានបង្ខំឲ្យនាងលក្ខណៈធ្វើម្ដងហើយម្ដងទៀតបាទតែខ្លួនឯងអត់ធ្វើអ្នកតធ្វើជំនួសណាដោយសារតែការគោរពនិងការខ្លាចក្រែងម្ចាស់ផ្ទះនាងលក្ខណៈក៏សម្រេចចិត្តកាន់ក្អមទឹកមកលុតជង្គង់ចោះបាទនាងមិនបានគិតថានាងកំពុងលាងជើងឲ្យអ្នកណាឡើយនាងបានគិតត្រឹមតែនាងកំពុងធ្វើការងារដ៏គួរឲ្យគោរពមួយតែប៉ុណ្ណោះបាទទឹកដៃនាងស្រាលថ្នមគឺធ្វើដោយទឹកចិត្តស្មោះសរនិងការគោរពស្រឡាញ់ពិតប្រាកដនាងលាងជើងលោកសិទ្ធដោយកិរិយាស្លូតបូតហើយជូតស្ងួតដោយក្រណាត់សូត្រយ៉ាងប្រណិតពេលនោះលោកសិទ្ធមិនបានចាប់អារម្មណ៍លើជើងរបស់លោកទេតែលោកសម្លឹងទៅត្រង់ក្បាលរបស់នាងលក្ខណៈដោយឃើញទឹកចិត្តដ៏បរិសុទ្ធពិតប្រាកដពេលពិធីចប់លោកសិទ្ធបានក្រោកឈរភ្លាមទាំងអ្នកមេបានិងភ្ញៀវក៏ភ្ញាក់ផ្អើលលោកសិទ្ធបានបោះសម្ដីយ៉ាងម៉ឺងម៉ាត់ថាសូមអស់លោកខ្ញុំសូមអរគុណដល់លោកឪពុកអ្នកម្ដាយដែលបានរៀបចំកម្មវិធីដ៏ធំនេះប៉ុន្តែខ្ញុំសូមបញ្ឈប់កម្មវិធីនេះត្រឹមនេះចោះបងភ្ញៀវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងឪពុកម្ដាយនាងរីណារត់មកអង្វរហើយនាងរីណាផ្ទាល់ក៏មានការខ្មាស់អៀននិងខឹងសម្បាយ៉ាងខ្លាំងដែរលោកសិទ្ធពន្យល់ដោយសម្ដីទន់ភ្លន់តែមុតស្រួចថាការរៀបការជារឿងធំខ្ញុំមិនត្រូវការប្រពន្ធដែលមានទ្រព្យសម្បត្តិឬរូបសម្បត្តិឡើយតែខ្ញុំត្រូវការប្រពន្ធដែលមានចរិតថ្លៃថ្នូរពិធីលាងជើងមិនមែនគ្រាន់តែលាងជើងទេតែជាការសាកល្បងទឹកចិត្តនិងការគោរពនាងរីណាមិនគោរពខ្ញុំមិនបានគោរពទំនៀមទម្លាប់ហើយថែមទាំងមើលងាយការងារដ៏មានអត្ថន័យនេះទៀតខ្ញុំមិនអាចរស់នៅជាមួយស្ត្រីដែលគ្មានការគោរពប្តីបានទេលោកសិទ្ធបានដើរចេញពីពិធីមង្គលការរបស់ខ្លួនបាទតែមុននឹងឡើងត្រឡប់ទៅភ្នំពេញវិញលោកបានដើរទៅរកនាងលក្ខណៈដែលកំពុងតែអង្គុយយំនៅមាត់រោងការបាទស្រី2អ្នកក្រ2អ្នកកំដរមកជាភរិយាដ៏មានកិត្តិយសនិងជាអ្នកមានម្នាក់នៅទីក្រុងភ្នំពេញនាងរស់នៅក្នុងភាពហឺហាប៉ុន្តែនាងមិនដែលភ្លេចចរិតរំទុំរបស់ខ្លួនឡើយនាងនៅតែបម្រើប្តីដោយគោរពដដែលទាំងកិរិយាទាំងវាចានាងព្រោះនាងដឹងថាចរិតស្លូតបូតនេះហើយដែលបាននាំមកឲ្យនាងជួបនៅសេចក្តីសុខពិតប្រាកដរីឯរីណាវិញបាទក្រោយពីបាត់បង់ឱកាសដ៏ធំនេះក៏គ្មានបរិណាហ៊ានចូលដណ្ដឹងទៀតឡើយព្រោះគេដឹងចរិតក្រអើតក្រតើមរបស់នាងបាទទាំងហើយអត្តចរិតនេះហើយគឺជាអត្តសញ្ញាណមួយបាទអញ្ចឹងយើងត្រូវតែចេះរៀបចំួនប្រាណអត្តចរិតបាទយើងឲ្យល្អបាទក្នុងសាច់រឿងនេះគឺរូបសម្ផស្សនិងទ្រព្យសម្បត្តិមិនអាចប្រៀបផ្ទឹមនឹងចរិតថ្លៃថ្នូរទឹកចិត្តស្មោះត្រង់បានឡើយតម្លៃពិតរបស់មនុស្សគឺស្ថិតនៅលើការគោរពនិងកិរិយាមារយាទពេលអញ្ចឹងសម្រាប់សាច់រឿងនេះគឺចាប់ធំហ្នឹងហើយសាច់រឿងនេះគឺជារឿងពិតមែនបាទកើតមាននៅក្នុងភូមិស្រុកខ្ញុំហើយអរគុណច្រើនសម្រាប់បងប្អូនដែលបានស្ដាប់និងទស្សនានៅសាច់រឿង